បើសិនជាយើងមើលទូរស័ព្ទច្រើនអានសៀវភៅច្រើនមើលកុំព្យូទ័រច្រើនបើកឡាននៅពេលយប់ឬក៏យើងឧស្សាហ៍គេហៅថាទទួលនៅ stress ឬក៏គេងមិនលក់គឺវាបណ្ដាលឲ្យយើងថមថយនៃសមត្ថភាពភ្នែកដែលមូលហេតុចម្បងធំបំផុតនោះគឺ lutein នៃ macula ភ្នែករបស់យើងនឹងគឺវាចាប់ផ្ដើមចុះខ្សោយឬក៏វាចាប់ផ្ដើមខូចឬក៏វាចាប់ផ្ដើមបាត់បង់ម្ដងបន្តិចដូច្នេះហើយ lutein มันអាចសំយោគនៅក្នុងខ្លួនយើងបានទេប៉ុន្តែយើងអាចទទួលទាន lutein ពីខាងក្រៅដើម្បីទៅបំពេញតម្រូវការភ្នែករបស់យើង lutein គឺវាអាចចាប់ផ្ដើមខូចសម្រាប់មនុស្សអ្នកដែលមានសុខភាពល្អចាប់ពីអាយុ25ឆ្នាំទៅប៉ុន្តែសម្រាប់សពថ្ងៃក្មេងៗធំឡើងមិនទាន់ទេមើលទូរស័ព្ទគ្រប់គ្នាចេះទូរស័ព្ទគ្រប់គ្នាដូច្នេះពួកគាត់ក៏មានបញ្ហានៅក្នុងការបាត់បង់ lutein នៅក្នុងវ័យដែលមិនទាន់25ក៏ថាបានដូច្នេះបើសិនជាមានការសង្ស័យទៅលើការព្រើភ្នែកឬក៏ចាប់ផ្ដើមស្រវាំងភ្នែកឬក៏មានបញ្ហាស្ងួតភ្នែកអីខុសពីធម្មតាអាចចាប់ផ្ដើមសាកល្បងប្រើប្រាស់ទូមី I lutein រយៈពេល2សប្តាហ៍ទៅ1ខែអ្នកនរគ្នានឹងឃើញការប្រសើរឡើងវិញជាមិនខានណាការថែទាំភ្នែកជាមួយនឹងការប្រើប្រាស់អាតូមី I lutein គឺជារឿងសំខាន់បំផុតសម្រាប់អ្នកនរគ្នា